បាទឈ្ងុយឆ្ងាញ់ទៀតហើយបងប្អូនបើដាក់ជាមួយនឹងបាយក៏កាន់តែមានន័យហើយបើដាក់ជាមួយនឹងអាទឹកបដូននិស័យកាន់តែអស្ចារ្យបន្ថែមទៀតបងប្អូនម្ហូបមួយមុខនេះតើកុំឲ្យរៀបរាប់ច្រើនពេកចាំប្រាប់ឈ្មោះតាមក្រោយយើងមកមើលពីគ្រឿងផ្សំសិនឥឡូវយើងក៏មានគ្រឿងផ្សំគឺថ្លើមមិនរបស់យើងជាមួយនឹងសាច់ទ្រូងមិនរបស់យើងចំនួនកន្លះគីឡូបាទបន្ទាប់មកយើងក៏មកដាក់ជាមួយនឹងម្សៅមីរួចហើយក៏ច្បុលដាក់លាយជាមួយនឹងទឹកដើម្បីធ្វើការត្រាំចំនួន5នាទីទៅ10នាទីទៅមកយើងមកធ្វើការលាងសម្អាតឲ្យស្អាតបាទហើយឥឡូវនេះក៏ចាំកាលទៀតមកមើលគ្រឿងផ្សំរបស់យើងគឺមានថ្លើមមិនជាមួយនឹងសាច់មិនឯងបន្ទាប់មកគឺលក់ម្រះព្រៅដែលដាំដោយផ្ទាល់ដៃខ្លួនឯងរួចហើយខ្ទឹមសជាមួយនឹងម្ទេសបុកទៅមកគឺម្ទេសតៃវ៉ាន់ហាន់ជាហៀងរួចហើយយើងទៅទាញខ្ទះមកវឹងដាក់ខ្លាញ់ក្តៅបន្ទាប់មកក៏ចាក់ម្ទេសខ្ទឹមដែលយើងបុកមិញនេះលីងវាឲ្យគ្រឿងវាឈ្ងុយឡើងក្រៀមតែម្ដងណាបងប្អូនអាករិចបន្ទាប់មកក្រៀមតែយកដាក់ជាមួយនឹងថ្លើមនិងសាច់មិនរបស់យើងដែលលាងធ្វើការសម្អាតយ៉ាងស្អាតយ៉ាងល្អជាមួយនឹងម្សៅមីរបស់យើងដែលបានធ្វើការច្របល់ហើយនឹងត្រាំ5នាទីទៅ10នាទីនោះបាទក្រោយពីលីងថ្លើមមិននិងគ្រឿងមិនក្រៀមសោះទឹកហើយឥឡូវនេះយើងមកដាក់ជាមួយនឹងរ៉តឌីប្លាប់ព្រាកាហ្វេទឹកត្រីកន្លះកូនវែកតូចទៅមកស្ករសហើយសម្រាប់ម្សៅស៊ុបគឺយើងអត់បានដាក់ទេគឺយើងអត់បានហូបម្សៅស៊ុបថ្ងៃនេះទៅមកក៏ប្រេងខ្យងហើយជា2ស្លាបព្រាបាយបន្ទាប់មកក៏ដាក់ជាមួយនឹងទឹកស៊ីអ៊ីវរបស់យើងចំនួនប្រហែលជា1ឡាប់ព្រាកាហ្វេបន្ទាប់មកក៏កូរក្រេកឈោមឆាងលលឆាច់ឈូពេលនេះឯងបន្ទាប់មកក៏យើងគិតថាម្ហូបរបស់យើងចាប់ផ្ដើមឆ្អិនហើយគឺយើងក៏មិនដាក់ថែមសម្រស់ពើវាឲ្យកាន់តែស្រស់បន្តិចដោយជាមួយទឹកស៊ីអ៊ីវខាប់បន្តិចថែមពើមើលទៅមកហូបគួរចង់ហូបទៅពីឆ្អិនមកហើយឥឡូវយើងមកដាក់ជាមួយនឹងម្ទេសតៃវ៉ាន់ចូលប្រងតាមដោយលក់ម្រះព្រៅចូលឆាច់តែម្ដងគោក្លឹបក្លាប់ពូតឆាច់ឈោមឆាងគ្រូក៏ថែមទឹកតិចទៅកុំឲ្យវាស្ងួតពេកយកមកលលយួរតែម្ដងទៅបាទហើយសម្រាប់មុខម្ហូបរបស់យើងនេះក៏ឆ្អិនរួចរាល់ហើយចាំកាលទៀតបានឆ្អិនត្រៀមដួសបាយដួសអុយមកបើថាដាក់ទឹកឲ្យជឿក៏ដួសត្រៀមគោះត្រៀមអុយមកត្រៀមចានត្រៀមរាប់ព្រាមកដាក់ទៅអូភ្លេចប្រាប់បងប្អូនថាមុខម្ហូបមួយមុខនេះគឺគេហៅថាប្រភេទឆាក្តៅភាសាថៃគឺផាត់កផៅបាទហើយសម្រាប់វីដេអូរបស់យើងធ្វើម្ហូបPapich Cooking នេះក៏មានតែប៉ុណ្ណេះឯងបើពេញចិត្តវីដេអូសូមជួយ like ជួយ share ជួយ comment និងជួយតាមដានទាំងអស់គ្នាសម្រាប់ពេលនេះPapich Cooking សូមជម្រាបលាបាយបិទចំតិតគូត